ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមកពីដើរលេងចាគឺថ្ងៃហ្នឹងគឺចេញក្រៅអញ្ចឹងមុននឹងលាងមុខគឺយើងប្រើជាមួយនឹងប្រភេទ cream remove សិនណាចាហើយ cream remove នេះចំណុះវា150 ml យើងអាចប្រើបានយូរមែនតើវាជួយ remove makeup ផ្សេងចាអ្នកដែលផាត់ក្រាស់គឺបងប្អូនអាចប្រើ2ដងតែអញ្ចឹងមកយើងលាបឲ្យពេញមុខណាហើយបញ្ជាក់បងប្អូនមុននឹងពេលយើងប៉ះមុខរបស់យើងបងប្អូនទៅលាងដៃជាមួយសាប៊ូចេញសិនកុំឲ្យមានតលីមានមេរោគទៅមកប៉ះមុខទៅធ្វើឲ្យមុខបងប្អូនរោលចាឬក៏កើតមុនអញ្ចឹងហើយសម្រាប់គ្រីមនេះគឺវាសម្អាតចេញពីខាងក្នុងអញ្ចឹងបើសិនជាបងប្អូនមានមុនកប់បងប្អូនធ្វើទៅវានឹងចេញមកតែបើសិនជាបងប្អូនមានបញ្ហាលាកគល់រោមហើយនឹងស្បែកមុខស្ងួតស្បែកមុខគល់រោមធំចាបងប្អូនព្យាយាមធ្វើទៅអ្នកដែលគាត់មុខជ្រួញស្បែកមុខគាត់ជ្រួញព្យាយាមធ្វើរាល់ថ្ងៃអាហ្នឹងមុនពេលដែលយើងលាងហ្វមឬក៏សាប៊ូយើងធ្វើអញ្ចឹងរាល់ថ្ងៃទៅហើយមុខយើងបើសិនជាមានមុនកប់គឺពេលដែលយើងម៉ាស្សាទៅគឺវាចេញមកហ្មងចាអ្នកដែលគាត់make up ខាស់គឺយើងធ្វើ2ដងធ្វើអញ្ចឹងយើងលាបទុកវា1នាទីឬក៏2នាទីហើយចាំយើងម៉ាស្សាចាអញ្ចឹងមកមានกระดาษសើមចាអានេះខ្ញុំប្រើกระดาษសើមរបស់ Tommy ដូចគ្នាយើងអាចជូតបានទាំងមុខចានេះហើយក្រាស់មែនតើអូខេប្រើមិនឈឹងចឹងមិនចឹងនេះបងប្អូនឃើញអត់ពេលដែលយើងជូតមកចេញមកហ្មងអាមកខូសិនដែលយើងដូចជា BB cream ខូសិនតលីអីគឺពេលដែលយើងជូតមកគឺវាចេញមកអញ្ចឹងមកនេះឃើញអត់ច្បាស់អត់ប៉ុណ្ណឹងហើយខ្ញុំដាក់ខាងនេះបងប្អូនយកกระดาษសើមហើយកระดาษសើមនេះអាធំមកកេះវាតែ10000ជាងឯង8ដុំវាមាន70ស្លឹកមួយដុំហើយនេះទូចអានេះ2000ទៅ3ដុំ2000យើងស្រួលដាក់តាមខ្លួននេះបងប្អូនយើងជូតមកឡើងអស់ហ្មងអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ធ្វើការគ្រីមចាឬក៏ foam ម៉ាស់វិតមុខចាគឺយើងមានទាំងអស់បងប្អូនចាមិនថាម៉ាស់ស្លឹកម៉ាស់លាបឯគឺយើងមានទាំងអស់នេះ
យើងជូតមកដោយតលីដោយអីមកទាំងអស់ហ្មងអញ្ចឹងសម្រាប់បងប្អូនរៀងដែលគាត់ចង់បានចង់ប្រើអាចចុះឈ្មោះជាសមាជិកហើយនឹងឆាតមកខ្ញុំផ្ទាល់បានចាអរគុណ